សួស្តីបងប្អូនអ្នកគ្នាខ្ញុំមានវីដេអូថ្មីមួយដើម្បីមកចែកម្លែកជូនបងប្អូនអ្នកគ្នាទៀតហើយហើយវីដេអូខ្ញុំថ្ងៃនេះដែរគឺខ្ញុំចង់និយាយពាក់ព័ន្ធអំពីរបៀបបិទកុំអុយគេ tag ចូល profile Facebook ប៉ុនយើងបងប្អូនអ្នកគ្នាអញ្ចឹងចាស់តើមើលទាំងអស់គ្នាតើយើងធ្វើបែបម៉េចដើម្បីបិទកុំអុយគេ tag ចូលនៅ profile Facebook ប៉ុនយើងបានអញ្ចឹងជាដំបូងអ្នកគ្នាចូល Facebook មកបន្ទាប់មកជាទូទៅនេះនៅកន្លែង profile ប៉ុនយើងហ្នឹងពេលដែលគេចង់ tag ឲ្យយើងចឹងពេលដែលយើងចូលកន្លែង profile យើងមកនេះវានឹង load នេះបែបនេះអញ្ចឹងអស់នេះសិតតែគេ tag ឲ្យខ្ញុំទាំងអស់បងប្អូនអ្នកគ្នាឃើញទេអញ្ចឹងនេះពេលចេញចែកនេះពេលចេញនេះដូចកន្លែងនេះចឹងបងប្អូនអ្នកគ្នានេះអញ្ចឹងនេះឈ្មោះហ្នឹងគេ tag ឲ្យមនុស្ស46នាក់អញ្ចឹងមានទាំងខ្ញុំដែរអញ្ចឹងពេលដែលគេ tag មកអញ្ចឹងវានឹងចូលនៅក្នុងក្រុម profile Facebook ប៉ុនយើងឲ្យបងប្អូនអ្នកគ្នាតែយើងធ្វើបែបម៉េចដើម្បីបិទកុំអោយគេចេះតែ tag មកយើងរហូតតែអញ្ចឹងទៅបងប្អូនអ្នកគ្នាយើងខ្ជិលយើងអត់ចង់ឲ្យ account Facebook ប៉ុនយើងមានអ្នក tag អីញ៉ៃទេអញ្ចឹងតែសម្រាប់តែយើងផុសតែមួយទេយើងឃើញតែយើងផុសទេអញ្ចឹងយើងអត់ចង់ឲ្យគេ tag ចូលបានអញ្ចឹងតោះតែមើលទាំងអស់គ្នាតែយើងធ្វើបែបម៉េចដើម្បីអាចបិទកុំឲ្យគេ tag ចូលបានបងប្អូនអ្នកគ្នាអញ្ចឹងនេះជាដំបូងអ្នកគ្នាចូលកន្លែង 3 ខាងលើនេះ 3 ខាងលើបន្ទាប់មកអ្នកគ្នាយកពាក្យ setting នេះ setting នេះ setting អញ្ចឹងអ្នកគ្នាចូល setting មកបន្ទាប់ពេលអ្នកគ្នាចូល setting ហើយអ្នកគ្នា scroll ចុះមកក្រោមអ្នកគ្នាយកពាក្យនេះ profile and tagging នេះកន្លែងហ្នឹងអញ្ចឹងអ្នកគ្នាចូលកន្លែងហ្នឹងមួយមកបន្ទាប់មកអ្នកគ្នាមកមើលកន្លែងនេះបាច់មើលអីច្រើនអ្នកគ្នាមកមើលតាខាងនេះកន្លែងគេដាក់ tagging and implant នេះ mention កន្លែងហ្នឹង tag in and implant mention នេះកន្លែងហ្នឹងអញ្ចឹងមើលអាពីរហ្នឹងបងប្អូនអ្នកគ្នាឃើញទេនេះកន្លែងអ្នកគ្នាមកមើលកន្លែងនេះគេដាក់ friend នេះអាកន្លែងខាងក្រោមហ្នឹងនេះបន្ទាប់មកអ្នកគ្នាគាត់ទៅចូលកន្លែងហ្នឹងមកចូលមកបន្ទាប់មកអ្នកគ្នាមកយកក្រោមគេនេះ only me កន្លែងសញ្ញារូបសោហ្នឹងអ្នកគ្នាអញ្ចឹងអ្នកគ្នាយកក្រោមពេលហ្នឹងមកបើអ្នកគ្នាអត់សូវចេះអង់គ្លេសដូចខ្ញុំទេអ្នកគ្នាគាត់តែមើលសញ្ញាទៅសញ្ញារូបសោហ្នឹងអញ្ចឹងអ្នកគ្នាចុចដាក់គ្រាខាងក្រោមហ្នឹងមួយហើយអ្នកគ្នាចុច save មកបន្ទាប់មកអ្នកគ្នាមកមើលទី2នេះកន្លែងទី2អញ្ចឹងខ្ញុំអត់អានអង់គ្លេសទេព្រោះខ្ញុំអត់សូវចេះអញ្ចឹងខ្ញុំដាក់អញ្ចឹងមកទៅអញ្ចឹងយើងយកទី2ម្ដងបន្ទាប់មកអ្នកគ្នាយកកន្លែងសញ្ញារូបសោដែរកន្លែង only me អញ្ចឹងអ្នកគ្នាយកសញ្ញារូបសោដែរមកបន្ទាប់មកអ្នកគ្នាចុចអាក្រោមនឹងមកនេះបន្ទាប់មកអ្នកគ្នាចុច save ទៀតមកឃើញទេអញ្ចឹងអ្នកគ្នាចុច save ទៀតមកអញ្ចឹងពេលដែលអ្នកគ្នាដាក់ only me ទាំងពីរអញ្ចឹងហើយអ្នកគ្នាពេលដែលគេ tag ឲ្យយើងគឺ tag អត់ចូល Facebook ប៉ុនយើងទេ Facebook profile ប៉ុនយើងទេបងប្អូនអ្នកគ្នាអញ្ចឹងគេ tag អត់បានទេទោះfriend យើងឬមួយក៏មិនមែនជា friend យើងក៏គេ tag អត់បានទាំងអស់សម្រាប់តែយើងផុសឃើញវាថា profile Facebook ប៉ុនយើងហ្នឹងពេលដែលយើងផុសបានឃើញនៅខាងក្រោម profile ប៉ុនយើងហ្នឹងមកក្រៅពេលយើងផុសគឺអត់មានអ្នកគេ tag ចូលញ៉ៃទៀតទេបងប្អូនអ្នកគ្នាអញ្ចឹងអត់មានអីបាក់ទេបងប្អូនអ្នកគ្នាយើងគាត់តែបិទពីលក្ខខណ្ឌហ្នឹងគឺឡើងមានអ្នក tag ចូល Facebook ប៉ុនយើងហើយបងប្អូនអ្នកគ្នាអញ្ចឹងអរគុណច្រើនបងប្អូនអ្នកគ្នាវីដេអូខ្ញុំថ្ងៃហ្នឹងខ្លីទេបងប្អូនអ្នកគ្នាបងអ្នកគ្នាមានចម្ងល់តង់ណាអ្នកគ្នាអាច comment សួរខ្ញុំខាងក្រោមបានអរគុណច្រើនបងប្អូនអ្នកគ្នាជាចុងក្រោយកុំភ្លេចជួយ subscribe channel ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីពីខ្ញុំបន្ថែមទៀតបាយអ្នកគ្នាជួបគ្នានៅវីដេអូក្រោយទៀត